សូមគោរពជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងជាទីគោរពរាប់អាននៅថ្ងៃអាទិត្យទី15ខែមិថុនាឆ្នាំ2025ខ្ញុំបានចូលរួមអមដំណើរបងអាដាមប្រធានសូរតនៈនិងលោកជំទាវព្រមទាំងក្រុមការងារបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន25គ្រួសារដែលស្ថិតនៅភូមិព្រៃផ្ដៅជើងឃុំព្រៃផ្ដៅស្រុកព្រៃកបាស់ខេត្តតាកែវហើយជាកិច្ចបន្តនេះសូមបងប្អូនស្ដាប់ប្រសាសន៍របស់អាដាមសូរតនៈដែលបានមានមតិជំនះសំណាលនិងសួរសុខទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋអ្នកនៅជាមួយនេះបាទបំរើទាំងយប់បំរើទាំងថ្ងៃការពារទាំងយប់ការពារទាំងថ្ងៃខ្វះខាតជួយតទៅពេលអាអ្នកក្រៅមកយូរម្ដងមកនិយាយអុចលេចកើតបែរជាយើងជឿដែរវាតែផ្សេងមកចង់មីណោះបាទកុំគេជឿញ៉ៃញ៉ៃបុគ្គលខ្លះបានតែនិយាយទៅតែមិនជួយធ្វើទេបាទបានតែនិយាយតែមិនជួយបងប្អូនទេតែសម្រាប់ក្រុមការងារក៏ដូចជាអាជ្ញាធរយើងគឺតែម៉ាត់ណាម៉ាត់ហ្នឹងចោះថតគឺចោះចែកបាទមិនមែនអីបើសន្យាអ៊ំពូមីងថ្ងៃក្រោយពេលដែលខ្ញុំចេះខ្ញុំចោះជូនឡានម្នាក់មួយគ្រឿងបងប្អូនជឿហ៎បាទឲ្យប្រាក់ខែបងប្អូនម្នាក់មួយខែ3លានមួយខែ2លានបងប្អូនជឿអត់បាទអ្នកដែលនិយាយបែបហ្នឹងកុំជឿបាទសិតតែពួកឃោសនាសិតតែពួកបោកប្រាស់បងប្អូនប្រជាពលរដ្ឋទេតែសម្រាប់ក្រុមការងារពួកខ្ញុំនិងអាជ្ញាធរគឺអត់ទេជួយប៉ុណ្ណាឃើញប៉ុណ្ណឹងបាទប្រាប់ថាទៅក្រោយចុះគឺដឹងតែចុះប្រាប់ថាស្អែកចុះមកគឺដឹងតែចុះមកបាទនៅពេលនេះបងប្អូនសិតតែខ្វះខាតបងប្អូនត្រូវការជំនួយអំណោយប៉ុណ្ណេះខ្ញុំជឿថានៅពេលដែលខ្ញុំជួយលើហ្នឹងមួយអាជ្ញាធរនេះក៏មានបុគ្គលខ្លះមកនិយាយអុចអាបងប្អូនដែរនិយាយខ្វះការនេះក៏មានដែរបាទបងប្អូនខ្លះអាចនិយាយថាអាញាធរនៅពួកខ្ញុំមកទិញទឹកចិត្តបងប្អូនឃើញទេមកសម្ដែងជាមួយបងប្អូនឃើញទេបាទក៏ប៉ុន្តែធៀបពិតពួកខ្ញុំទាំងអស់គ្នាចង់មកជួយបងប្អូនដោយពិតប្រាកដដោយសារតែបងប្អូនមានការខ្វះខាតអំណោយប៉ុណ្ណេះមិនច្រើនសម្រាប់អស់លោកអ្នកមានមិនច្រើនសម្រាប់គេអ្នកថាទេតែវាសំខាន់សម្រាប់បងប្អូនដែលខ្វះខាតមិនចឹងមីណោះបាទហើយជាកិច្ចបញ្ចប់នៃកម្មវិធីបងអាដាមប្រធានសូរតនៈនិងលោកជំទាវព្រមទាំងក្រុមការងារក៏បានប្រគល់អំណោយជូនលោកយាយលោកតាអ៊ំពូមីងហើយពេលប្រកួតបានទទួលអំណោយចឹងប្រកួតសប្បាយចិត្តរំភើបរីករាយណាបងប្អូនហើយប្រកួតមានប្រសាសន៍ថាគាត់ធ្លាប់តែឃើញអាដាមសូរតនៈនិងលោកជំទាវព្រមទាំងក្រុមការងារនឹងនៅតាមបណ្ដាញសង្គមហើយនាំយកអំណោយនឹងទៅចែកជូនបងប្អូនប្រជាពលរដ្ឋនៅតាមឃុំផ្សេងអញ្ចឹងណាបងប្អូនដល់ពេលថ្ងៃនេះឃើញក្រុមការងារបងអាដាមសូរតនៈនិងលោកជំទាវចុះមកខាងឃុំគាត់ផ្ទាល់អញ្ចឹងពួកគាត់សប្បាយចិត្តហើយគាត់បានទទួលអំណោយផ្ទាល់ទៀតបងប្អូនអញ្ចឹងគាត់សប្បាយចិត្តណាបងប្អូនមើលតែវីដេអូដឹងលោកយាយលោកតាគាត់ខ្វះខាតហើយគាត់ចាស់ហើយបងប្អូនគាត់ទទួលអំណោយអញ្ចឹងគាត់សប្បាយចិត្តហើយបានជូនពរក្រុមការងារហើយកាលនេះអាជ្ញាធរភូមិឃុំខាងឃុំព្រៃផ្ដៅជើងបងប្អូនលោកអ៊ំខាងអាជ្ញាធរខាងនេះលោកស្រីខាងអាជ្ញាធរដែរបងប្អូនបាទអាជ្ញាធរភូមិឃុំលោកអ៊ំហើយនេះរូបខ្ញុំបាទផ្ទាល់បងប្អូនបាទហើយនេះក្រុមការងារចែកជូនលោកយាយក៏សប្បាយចិត្តដែរបងប្អូននេះទូតិចឬច្រើនបាទសូមអរគុណបងប្អូនបានចូលរួមទស្សនានិងគាំទ្រក្រុមការងារ